មន្ត្រីថៃបានបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33ដែលហៅកាត់ថា SEA Game ជាបន្ទាប់ពីមានការរិះគន់ដោយទឹកបាក់ទំនប់ទីក្រុងបាងកកនាយករដ្ឋមន្ត្រីថៃបានបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33ដែលហៅកាត់ថា SEA Game ជាបន្ទាប់ពីមានការរិះគន់ដោយទឹកបាក់ទំនប់ថាការរៀបចំមិនល្អដោយកម្ពុជានេះបើយោងតាមការប្រភពពីកាសែតថៃខៅសៅអ៊ីងលីសបានចេញផ្សាយកាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025នៅរុស្ស៊ីថ្ងៃទី4ខែធ្នូឆ្នាំ2025នៅឯវិមានរដ្ឋាភិបាលរដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវិរៈគុលនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ដល់បទសម្ភាសន៍តាក់ទងទៅនឹងភាពចលាចលជុំវិញការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេមលើកទី33ដោយបញ្ជាក់ថាគួរតែសួររដ្ឋមន្ត្រីក្រសួងទេសចរនិងកីឡាយ៉ាងណាមិញនៅពេលអ្នកកាសែតចោទសួរថាតើបញ្ហាស៊ីហ្គេមប៉ះពាល់ដល់មុខមាត់ប្រទេសថៃដែរឬទេស្រាប់តែលោកអនុទានបាននិយាយថាការប្រកួតនឹងបើកថ្ងៃទី9ខែធ្នូហើយលោកនឹងចូលរួមដោយសារតែវត្តមានរបស់ព្រះមហាក្សត្រអ្នកកាសែតក៏បន្តសួរអំពីការរិះគន់យ៉ាងខ្លាំងថាការរៀបចំស៊ីហ្គេមលើកទី33មិនល្អដូចកម្ពុជាដែលជាម្ចាស់ផ្ទះលើកទី32នៃកីឡាស៊ីហ្គេមលោកអនុទានឆ្លើយថានរណានិយាយអញ្ចឹង 0x017D7 បើមិនទាន់បានចាប់ផ្ដើមនៅពេលត្រូវបានសួរអំពីការរិះគន់តាក់ទងទៅនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ផ្ទាំងរូបភាពផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមលោកអនុទាននិយាយថាលោកឧបនាយករដ្ឋមន្ត្រីធម្មណាត់ភូមិផាវជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសិប្បកម្មនៅក្នុងឋានៈជាអធិការកិច្ចក្រសួងទេសចរនិងកីឡាបានប្រាប់ថាលោកនឹងចាត់ចែងយ៉ាងពេញលេញលោកបន្តថាការប្រកួតកីឡាស៊ីហ្គេមនឹងកាន់តែល្អនៅពេលដែលមនុស្សម្នាមកចូលរួមនៅពេលសួរដល់សំណួរតាក់ទងទៅនឹងបញ្ហាថវិកាលោកអនុទានឆ្លើយថារឿងនេះមិនមែនទើបតែចាប់ផ្ដើមការពី2ខែមុនទេពេលចូលកាន់តំណែងយើងត្រូវដោះស្រាយបញ្ហានេះឲ្យបានពេញលេញជាបន្ទាន់យើងដឹងពីបញ្ហានេះនោះហើយជាមូលហេតុដែលយើងកំពុងតែដុតដៃដុតជើងលោកធម្មណាត់បានធ្វើការឡើងវឹកក្បងគាត់ត្រូវដោះស្រាយបញ្ហាជាច្រើនលោកអនុទានបានបន្តទៀតថាចំពោះផ្នែករបស់លោកវិញបញ្ហាពាក់ព័ន្ធគឺនៅស្រុកហាត់យ៉ៃខេត្តសង្ខ្លាដែលការប្រកួតមិនអាចរៀបចំនៅទីនោះបានដោយសារតែគ្រោះទឹកជំនន់លោកត្រូវតែបញ្ញាប់រៀបចំកន្លែងសម្រាប់ការប្រកួតនិងកន្លែងស្នាក់នៅរបស់អត្តពលិកដែលជាអាជ្ញាធរទេសចរថៃដែលហៅកាត់ថា TAT កំពុងដោះស្រាយនេះពេលបច្ចុប្បន្ននៅពេលសួរថាតើការអនុវត្តសំខាន់ៗរបស់បណ្ដារដ្ឋមន្ត្រីពាក់ព័ន្ធគួរតែត្រូវបានវាយតម្លៃដែរឬទេ 0x017D7 លោកអនុទានបានឆ្លើយថាវាយឺតពេលហើយក្នុងការវិតម្លៃព្រោះសភានឹងត្រូវរំលាយចោលក្នុងពេលឆាប់ៗនេះសូមអរគុណ